អូយព្រឺរំណាស់ជិះមកដល់ស្ពានមួយដែលមានមនុស្សស្លាប់ច្រើនជាងគេឈប់សម្រាកថតរូបមួយផ្លេតស្រាប់តែជាប់ប្រលឹងខ្មោចដោយសារតែកាលពីពេលកន្លងទៅថ្មីនេះមានករណី Facebook មួយដោយបានបង្ហោះនៅរូបភាពស្ពានមួយកន្លែងតែពេលទាញយករូបភាពនោះមកបង្រួមមើលទើបដឹងថាដូចជាមានមនុស្សប្រុសឈរនៅពីក្រោមស្ពានមិនត្រឹមតែប៉ុណ្ណោះទេរូបភាពបុរសនោះដូចជាកំពុងឈរមើលមកកាន់អ្នកថតរូបទៀតផងនៅលើរូបភាពនោះម្ចាស់ Facebook បានសរសេររៀបរាប់ទៀតថាតោះទៅដើរលេងក្រោយពីបានធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងឈប់រថយន្តបន្តិចថតរូបទុកនៅក្បែរស្ពានកុំប្រាប់ណាថាវាជាខ្មោចម៉ែអើយយីកណ្ដាលថ្ងៃចេះក្រោយពេលម្ចាស់រូបភាពនោះបានបង្ហោះភ្លាមក៏មានមនុស្សបានแชร์តគ្នាយ៉ាងច្រើនព្រមទាំងមានមនុស្សជាច្រើនបានបញ្ចេញមតិថាមានមនុស្សដែលបានស្លាប់នៅបរិវេណក្បែរនោះវាអាចជាដួងវិញ្ញាណពួកគេដែលវិលវល់នៅក្បែរស្ពាននោះតែមតិខ្លះក៏បាននិយាយថាវាពិតជាមនុស្សពិតប្រាកដមែនមិនមែនខ្មោចនោះទេបន្ទាប់មកម្ចាស់រូបភាពបានអធិប្បាយបន្ថែមទៀតថាខ្លួនគាត់បានធ្វើដំណើរទៅខេត្តលុះដល់ពាក់កណ្ដាលផ្លូវក៏បានឈប់សម្រាកនៅក្បែរចិញ្ចើមផ្លូវពេលនោះគាត់និងកូនរបស់គាត់បាននាំគ្នាថតរូបលេងព្រោះឃើញទេសភាពស្រស់ស្អាតតែខ្លួនគាត់មិនបានដឹងថានៅក្បែរស្ពាននោះធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍និងមានមនុស្សស្លាប់យ៉ាងច្រើននៅទីនោះឡើយក្រោយមកគាត់ក៏បានបើកឡានត្រឡប់មកស្រុកកំណើតវិញជាធម្មតារហូតមកដល់ផ្ទះរបស់ខ្លួនក៏បានយករូបភាពទាំងអស់មក copy ចូលកុំព្យូទ័រទើបដឹងថាមានមនុស្សនៅខាងក្រោមស្ពានពេលដែលកូនប្រុសរបស់គាត់បានពង្រីករូបភាពឲ្យធំក៏ស្រាប់តែឃើញមនុស្សនៅឈរក្រោមស្ពានតែម្ដងពិតមែនគាត់បានបន្តទៀតថាលុះពេលព្រឹកឡើងគាត់និងក្រុមគ្រួសារបាននាំយកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃនៅឯវត្តព្រមទាំងឧទ្ទិសកុសលដល់ដួងវិញ្ញាណអ្នកស្លាប់ទាំងអស់ដែលបានបង្ហាញខ្លួននៅក្នុងរូបភាពរបស់គាត់ហើយគាត់ក៏បានបញ្ជាក់ទៀតថាជាធម្មតាគាត់មិនដែលជឿលើរឿងខ្មោចអារក្សអ្វីនោះឡើយបើតាមការឲ្យដឹងប្រវត្តិស្ពាននោះគឺមានកម្ពស់ខ្ពស់ជាងគេនៅក្នុងប្រទេសថៃហើយមានជម្រៅរហូតដល់ទៅជាង50ម៉ែត្រកសាងឡើងនៅក្នុងឆ្នាំ1973ដល់ឆ្នាំ1975ហើយក៏មានប្រវត្តិគ្រោះថ្នាក់ច្រើនជាងគេបំផុតហើយពេលថ្មីបំផុតនេះគឺរថយន្តដឹកអ្នកដំណើរបានធ្លាក់ពីលើស្ពាននោះបណ្ដាលឲ្យមនុស្សស្លាប់29នាក់ចុះតើបងប្អូនប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីលើកឡើងខាងលើនេះ